Previous Engagement ខ្សែកពេជ្រ351ការ៉ាត់តំណាងឲ្យរឿងរ៉ាវស្នេហាបរាជ័យ42លើករបស់ Drakeតារាចម្រៀងរ៉េបសញ្ជាតិកាណាដាដ៏ល្បីល្បាញលើពិភពលោកគឺ Drake បានធ្វើឲ្យមហាជននិងអ្នកគាំទ្រក្នុងវិស័យកម្សាន្តសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបានបង្ហាញខ្លួនជាមួយនឹងខ្សែកពេជ្រដ៏ប្លែកនិងប្រណិតមួយខ្សែដែលមានប្រវត្តិដើមទាក់ទងនឹងរឿងរ៉ាវស្នេហាបរាជ័យក្នុងអតីតកាលរបស់លោកគ្រឿងអលង្ការដ៏មានតម្លៃមួយខ្សែនេះត្រូវបានប្រសិទ្ធនាមថា Previous Engagement ដែលមានន័យថាការភ្ជាប់ពាក្យកាលពីអតីតកាលអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺខ្សែកមួយខ្សែនេះត្រូវបានកែច្នៃចេញពីចិញ្ចៀនសុំរៀបការសរុបចំនួន42វង់ដែល Drake ធ្លាប់បានទិញនិងមានបំណងចង់សុំអតីតមិត្តស្រីផ្សេងៗគ្នារៀបការប៉ុន្តែគម្រោងការទាំងអស់នោះត្រូវបានខកខាននិងមិនដែលបានបំពាក់លើម្រាមដៃនារីណាម្នាក់ឡើយខ្សែកដ៏អស្ចារ្យនេះគឺជាស្នាដៃរចនានិងកែច្នៃយ៉ាងសម្រិតសម្រាំងដោយលោក Alex Moss ដែលជាអ្នកច្នៃគ្រឿងអលង្ការល្បីឈ្មោះសម្រាប់តារាលំដាប់ពិភពលោកលក្ខណៈបច្ចេកទេសនិងភាពប្រណិតនៃខ្សែកនេះគឺទម្ងន់ពេជ្រសរុប351.38ការ៉ាត់ដែលត្រូវបានច្នៃចេញពីគ្រាប់ពេជ្រនៅលើចិញ្ចៀនរៀបការទាំង42វង់នោះគ្រឿងផ្សំតួខ្សែត្រូវបានរៀបចំឡើងដោយមាសសទម្ងន់15ការ៉ាត់យ៉ាងប្រណិតក្រុមការងារជំនាញបានចំណាយពេលប្រមាណ14ខែក្នុងការប្រមូលផ្ដុំតម្រៀបនិងដំឡើងគ្រាប់ពេជ្រនីមួយៗឲ្យចេញជាសមាសភាពដ៏ឥតខ្ចោះជំនួសឲ្យការទុកចិញ្ចៀនទាំងនោះចោលឬលាក់បាំងនៅប្រវត្តិស្នេហាមិនសមប្រកបក្នុងអតីតកាលតារាចម្រៀង Drake បានសម្រេចចិត្តប្រែក្លាយការខកបំណងទាំង42លើកនោះឲ្យទៅជាសិល្បៈគ្រឿងអលង្ការដ៏មានតម្លៃសម្រាប់ពាក់ជាប់ខ្លួនវិញលោក Alex Moss បានបញ្ជាក់ថាខ្សែកនេះតំណាងឲ្យភាពមិនសមប្រកបដែល Drake ធ្លាប់បានគិតគូរយ៉ាងស៊ីជម្រៅអំពីការកសាងគ្រួសារនិងការបោះជំហានចូលជីវិតអាពាហ៍ពិពាហ៍ប៉ុន្តែចុងក្រោយរឿងរ៉ាវទាំងនោះមិនបានកើតឡើងដោយការរំពឹងទុក